ឡើយខ្ញុំសួរថាចេះអ្នកឯងកើតមកចេះធ្វើខុសហ៎ខ្ញុំសួរឥឡូវខ្ញុំមិននឹកឃើញលក់សពផ្សាយបានខ្មែរចង់ណែមិនចេះនឹកឃើញសពផ្សាយបានខ្មែរអត់ចង់ល្បីខុសរឿងមហាជនផ្ទុះកំហឹងខ្លាំងក្រោយហាងលក់គ្រឿងសមុទ្រមួយកន្លែងនៅកំពង់សោមប្រមាថអក្សរខ្មែរជាដួងប្រលឹងជាតិធ្វើប្រូម៉ូសិនលើបាត់ជើងមុនចេញមុខសំទោសបែបនេះអក្សរសាស្ត្រខ្មែរមិនមែនគ្រាន់តែជាឧបករណ៍សម្រាប់ទំនាក់ទំនងប៉ុណ្ណោះទេប៉ុន្តែវាគឺជាប្រលឹងដែលដូនតាបានបន្សល់ទុកជាកេរដំណែលរាប់ពាន់ឆ្នាំប៉ុន្តែថ្មីនេះសាធារណជនបានផ្ទុះកំហឹងយ៉ាងខ្លាំងក្លាបន្ទាប់ពីហាងលក់គ្រឿងសមុទ្រមួយកន្លែងក្នុងខេត្តប្រសេះនោះបានធ្វើទង្វើដ៏កន្ធើយនិងប្រមាថដល់អក្សរជាតិដែលបានយកទៅសរសេរលម្អលើបាតជើងក្នុងរូបភាពផ្សព្វផ្សាយពាណិជ្ជកម្មការយកអក្សរជាតិទៅសរសេរលើបាតជើងគឺជាការជន់ឈ្លីលើកិត្តិយសនិងតម្លៃវប្បធម៌ខ្មែរយ៉ាងធ្ងន់ធ្ងរមហាជនបានចាត់ទុកទង្វើនេះថាជាមនុស្សចង្រៃដែលខ្វះទាំងចំណេះដឹងខ្វះទាំងសីលធម៌វិជ្ជាជីវៈអ្នកប្រើប្រាស់បណ្ដាញសង្គមរាប់ម៉ឺននាក់បានសម្រេចចិត្តពហិការហាងនេះជាដាច់ខាតពួកគេបានលើកឡើងថាមិនមែនអត់កន្លែងទិញគ្រឿងសមុទ្រទេប៉ុន្តែយើងមិនអាចអត់ឱនឲ្យអ្នកដែលយកជាតិសាសន៍ខ្លួនឯងមកធ្វើជាគ្រឿងលេងសើចបែបនេះបានឡើយរឿងអាស្រ័យនៃការបោកប្រាស់មិនត្រឹមតែប្រមាថអក្សរជាតិប៉ុណ្ណោះទេហាងនេះក៏ត្រូវបានមហាជននៅក្នុងមូលដ្ឋានខេត្តប្រសេះនោះចាប់ប្រកាន់ពីបទឆបោកក្នុងមុខជំនួញផងដែរហាងនេះធ្លាប់ប្រើប្រាស់រូបភាពបោកបញ្ឆោតភ្នែកមហាជនខណៈពេលដែលផលិតផលជាក់ស្ដែងគឺមានគុណភាពអន់ជារបស់ស្អុយរលួយដែលអ្នកខ្លះថែមទាំងចាត់ទុកវាជានុយត្រីមិនមែនជាអាហារសម្រាប់មនុស្សឡើយក្រុមអ្នករកស៊ីបែបនេះតែងតែយកពាក្យថាជួយជាតិឬលើកកម្ពស់ជាតិមកបិទបាំងទង្វើអាត្មានិយមរបស់ខ្លួនដើម្បីកេងចំណេញលើអារម្មណ៍អ្នកគាំទ្រមហាជនកំពុងទាមទារឲ្យអាជ្ញាធរខេត្តប្រសេះនោះចុះពិនិត្យនិងចាត់វិធានការតាមផ្លូវច្បាប់ឲ្យបានម៉ឺងម៉ាត់ការបណ្ដោយឲ្យបុគ្គលបែបនេះបន្តសកម្មភាពមិនមែនត្រឹមតែធ្វើឲ្យខូចអត្តសញ្ញាណជាតិទេប៉ុន្តែវាคล้ายទៅជាគំរូដ៏អាក្រក់មួយសម្រាប់ជំនាន់ក្រោយសូមបញ្ជាក់ថាអក្សរខ្មែរគឺជាដួងព្រលឹងដ៏ខ្ពង់ខ្ពស់របស់ជាតិទង្វើរបស់ហាងខាងលើមិនមែនជាការរកស៊ីដោយច្នៃប្រឌិតទេប៉ុន្តែវាគឺជាការធ្វើអត្តឃាតកេរ្តិ៍ឈ្មោះខ្លួនឯងការរួបរวมគ្នារបស់មហាជនក្នុងការធ្វើពហិការគឺជារបាំងដ៏ល្អបំផុតដើម្បីបញ្ជាក់ថាប្រជាជនខ្មែរគ្រប់រូបមិនអនុញ្ញាតឲ្យនរណាម្នាក់មកជន់ឈ្លីព្រលឹងជាតិរបស់ខ្លួនបានឡើយ